ជើងអត់មានទូកណាអាចតោងបានទេបាទជំរាបសួរពុកម៉ែបងប្អូនបាទទូកនេះគឺជាទូកដែលមានឈ្មោះថាដូនពេញសែនជ័យបាទទូកដូនពេញសែនជ័យនេះគឺស្ថិតនៅក្នុងវត្តបទុមបដីបាទសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញបាទគួររំលឹកផងដែរថាបាទទូកបាទដូនពេញសែនជ័យបាទគឺជាម្ចាស់បាទជើងឯកលេខ1ក្នុងការប្រឡងប្រណាំងបាទទូកបាទនៅក្នុងរាជធានីទាំងអស់បាទក្នុងនោះគឺបាទសិតសឹងតែជាជើងខ្លាំងបាទរបស់រាជធានីចំនួនបាទច្រើនទូកបាទដោយឡែកការប្រកួតរបស់បាទដូនពេញសែនជ័យបាទចំនួន3ជើងនេះគឺมันមានទូកណាអាចតោងគាត់បានទេបាទជាក់ស្ដែងនៅក្នុងវីដេអូនេះបាទនេះគឺជាការប្រកួតរវាងបាទខ្សែទឹកខាងក្នុងបាទដូនពេញសែនជ័យត្រូវប៉ះជាមួយនឹងខ្សែទឹកខាងក្រៅនោះគឺជាទូកដែលមានឈ្មោះថាទាវិញនាគសែនជ័យរស្មីចន្ទ្រាបាទជាលទ្ធផលបាទជាក់ស្ដែងបងប្អូនអាចទស្សនាបានគឺអត់តោងទេបាទសម្រាប់ជើងទី1បាទចូលមកដល់ជើងទី2ទៀតបាទនៅតែមិនអាចបាទតោងបាទទូកបាទដូនពេញសែនជ័យបានទេបាទសម្រាប់ទូកដែលមានឈ្មោះថាទាវិញនាគសែនជ័យរស្មីចន្ទ្រាបាទផ្លាស់មកនៅខ្សែទឹកខាងក្នុងក៏នៅតែដាច់បាទដូនពេញសែនជ័យឆ្នាំ2024នេះបាទចំណុះក៏ល្អមែនតើបាទចុះបើសិនជាប្រឡងថ្នាក់ជាតិបាទគាត់ដាក់ចំណុះនេះដែរបាទយ៉ាងណាយ៉ាងណីល្អមែនតើបាទសម្រាប់ដូនពេញសែនជ័យបាទចំណុះនេះបងប្អូនពិតជាស្គាល់ហើយបាទចប់ដៃគូបាទមួយគូគឺដាច់ទាំងពីរជើងបាទនេះគឺជាជើងចុងក្រោយបាទសម្រាប់ជើងចុងក្រោយនេះទៀតបាទត្រូវប៉ះជាមួយនឹងបាទជើងខ្លាំងនៅក្នុងរាជធានីទាំងអស់បាទមាន7មករាមកខ្សែទឹកកដាលបាទចំណែកខ្សែទឹកខាងក្រៅនោះគឺមហានាគបាទសិតទៅទុកខ្លាំងហើយតែនៅតែទុកបាទដូនពេញសែនជ័យអត់ជាប់ទុកអត់ជាប់ទេបាទ3ជើងបាទហើយនេះគឺជាជើងចុងក្រោយបាទគឺដាច់អត់អាចតោងបានទេសម្រាប់បាទវាមាន7មករានៅខ្សែទឹកកដាលចំណែកឯមហានាគខ្សែទឹកខាងក្រៅបាទបានត្រឹមតែតាមបាទដូនពេញសែនជ័យទេអត់តោងទេល្អមែនតើបាទសម្រាប់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024បាទនៅក្នុងនោះដែរបាទសម្រាប់ការប្រណាំងថ្នាក់ជាតិបាទថ្ងៃទីបាទ13 14 15 3ថ្ងៃបាទទូកដូនពេញសែនជ័យបាទគឺมันមានពាក្យថាចាញ់ទេបាទសម្រាប់ទូកដូនពេញសែនជ័យគឺអត់ចាញ់ទេ3ថ្ងៃគឺឈ្នះទាំង3ថ្ងៃបាទហើយសម្រាប់3ថ្ងៃនៅក្នុងថ្នាក់ជាតិនោះបាទតាមខ្ញុំចាំបានដូចជាជួបដៃគូមិនមែនអន់ទេបាទសិតតែទូកខ្លាំងបាទអរគុណសម្រាប់ការទស្សនាវីដេអូបាទកុំភ្លេចជួយ like ជួយ share បាទ page ជួវាម្នាក់មួយផងបាទ